រឿងអ្នកនេសាទនិងនាងព្រាយកូនកាត់កាលពីដើមឡើយមានអ្នកនេសាទម្នាក់ឈ្មោះសុវណ្ណរស់នៅក្នុងភូមិតូចមួយក្បែរមាត់បឹងដ៏ធំមួយសុវណ្ណជាបុរសម្នាក់ដែលមានចិត្តល្អឧស្សាហ៍ព្យាយាមតែគាត់មិនទាន់មានគូស្រករនៅឡើយទេជារៀងរាល់យប់គាត់តែងតែចេញទៅបង់សំណាញ់រកត្រីនៅក្នុងបឹងនោះល្បីណាស់ថាមានព្រាយកែកសាហាវចាំលងបន្លាចអ្នកតែចេញទៅរកត្រីពេលយប់តែសុវណ្ណមិនខ្លាចឡើយព្រោះគាត់ត្រូវរកត្រីដើម្បីចិញ្ចឹមជីវិតយប់មួយដ៏សែនស្ងាត់ជ្រងំសុវណ្ណបានបោះសំណាញ់ទៅក្នុងបឹងដូចសត្វមួយដងស្រាប់តែមានអារម្មណ៍ថាសំណាញ់របស់គាត់មិនខុសធម្មតាគាត់ក៏ចាប់ផ្ដើមទាញសំណាញ់ឡើងយឺតពេលសំណាញ់ឡើងមកដល់មាត់ទូកគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពេលឃើញថាអ្វីដែលគាត់ទាញបាននោះមិនមែនជាត្រីនោះទេតែបែរជានារីម្នាក់ដ៏ស្រស់ស្អាតទៅវិញនាងមានសក់វែងអន្លាយចុះមកក្រោមមុខមូលក្រឡងភ្នែកដូចក្រពេជ្រតែអ្វីដែលធ្វើឲ្យសុវណ្ណចាប់អារម្មណ៍នោះគឺនាងស្លៀកពាក់ខោអាវខ្មៅរលុងរហែកទ្រុឌទ្រោមដែលមានស្លឹកឈើនិងពួកប្រឡាក់ជាប់ពេញខ្លួនសុវណ្ណមានការភ្ញាក់ផ្អើលជាខ្លាំងគាត់ក៏បានជួយនាងចេញពីសំណាញ់ហើយលើកនាងដាក់លើទូកនារីនោះបានសម្លឹងមកសុវណ្ណដោយភ្នែកស្រវាំងរួចក៏ដួលសន្លប់បាត់ទៅសុវណ្ណក៏បាននាំនាងត្រឡប់មកផ្ទះវិញហើយជួយថាព្រមនាងពេលនាងដឹងខ្លួននាងបានប្រាប់សុវណ្ណថានាងឈ្មោះសូរិយាហើយនាងជាព្រាយកូនកាត់ដែលរស់នៅក្នុងទឹកបឹងនោះនាងបានធ្លាក់ចូលក្នុងសំណាញ់របស់សុវណ្ណដោយចាស់ដំនៅពេលដែលនាងកំពុងតែហោះហើរនៅលើផ្ទៃបឹងទោះបីជាសូរិយាជាព្រាយក៏ដោយសុវណ្ណក៏មិនបានខ្លាចនាងនោះដែរផ្ទុយទៅវិញក៏តែជាមានចិត្តអាណិតស្រឡាញ់នាងទៅវិញគាត់ក៏បានសុំនាងរៀបការហើយនាងក៏បានយល់ព្រមពួកគេបានរស់នៅជាមួយគ្នាយ៉ាងសុខភាពនាងក៏សូរិយាបានជួយការងារផ្ទះគ្រប់បែបយ៉ាងហើយជួយសុវណ្ណរកត្រីបានច្រើនទៀតផងតែរឿងនេះមិនបានអ្នកបងយូរឡើយអ្នកភូមិបានចាប់ផ្ដើមសង្ស័យថាសុវណ្ណមានប្រពន្ធជាព្រាយពួកគេបានឃើញសូរិយាដើរលឿនដូចខ្យល់អាចបាត់ខ្លួនបានមួយរំពេចហើយភ្នែករបស់នាងតែងតែបញ្ចេញពន្លឺពណ៌ក្រហមពេលយប់មិនយូរប៉ុន្មានរឿងរ៉ាវអំពីនាងព្រាយកូនកាត់ក៏បានល្បីពេញភូមិអ្នកភូមិមានការភ័យជាខ្លាំងហើយបានសម្រេចចិត្តទៅបណ្ដេញសូរិយាចេញពីភូមិពួកគេបានយកចន្ទោលនិងដំបងទៅវាយផ្ទះសុវណ្ណហើយស្រែកឡូឡាឲ្យសូរិយាចេញមកសុវណ្ណក៏បានព្យាយាមពន្យល់ពួកគេថាសូរិយាជាមនុស្សល្អទេតែគ្មានអ្នកណាស្ដាប់ឡើយសូរិយាឃើញដូច្នោះក៏សម្រេចចិត្តលះបង់ខ្លួនដើម្បីសុវណ្ណនាងបានប្រាប់សុវណ្ណថានាងមិនអាចរស់នៅជាមួយមនុស្សបានទៀតទេហើយនាងក៏បានហោះត្រឡប់ទៅបឹងវិញសុវណ្ណមានការជឿជាក់ជាខ្លាំងចំពោះការបាត់បង់សូរិយាគាត់បានត្រឡប់ទៅបង់សំណាញ់នៅក្នុងបឹងជារៀងរាល់យប់ដោយសង្ឃឹមថានឹងបានជួបសូរិយាម្ដងទៀតតែសូរិយាមិនលេចមុខឲ្យគាត់ឃើញទៀតឡើយរឿងរ៉ាវរបស់សុវណ្ណនិងសូរិយានៅតែបន្តដំណើរតគ្នាពីមួយចំនួននៅក្នុងភូមិនោះជារឿងដែលបង្ហាញអំពីក្តីស្រឡាញ់ដែលមិនប្រកាន់ជាតិសាសន៍និងភពផែនដីឬវណ្ណៈអ្នកមានអ្នកក្រនោះឡើយពេលខ្លះអ្នកភូមិនៅតែឮសំឡេងសុបសិបពេលកូនកាត់នៅក្បែរបឹងនៅពេលរាត្រីដ៏ស្ងាត់ជ្រងំហើយរឿងរបស់យើងក៏មានតែប្រពន្ធនឹងដែរបើសិនជាអ្នកដឹងគ្នាពេញចិត្តចង់ស្ដាប់រឿងថ្មីសូមជួយចុច Subscribe ក៏ដូចជាវីដេអូម្នាក់មួយផង